ការរកស៊ីជាមួយចិនមិនធ្វើឲ្យប្រទេសដណ្ដាបទេកម្ពុជាមិនល្ងងទេសូមបញ្ជាក់ប្រទេសដណ្ដាបពីព្រោះប្រទេសនោះមានមេដឹកនាំល្ងងជាងចិនទើបដណ្ដាបតែការរកស៊ីជាមួយចិនមិនមែនដណ្ដាបទេដណ្ដាបនៅពេលដែលប្រទេសនោះមានមេដឹកនាំល្ងងជាងមេដឹកនាំចិនដូច្នេះការរកស៊ីជាមួយចិនបើសិនជាចៅសួរតាថាតើគួររកស៊ីជាមួយចិនទេតាឆ្លើយថា yes គួររកស៊ីជាមួយចិនគួររកស៊ីជាមួយចិនតាឆ្លើយថា yes មិនបានឆ្លើយថា yes មិនបានឆ្លើយថា yes ពីព្រោះចិនគឺជាប្រទេសដែលត្រូវតែយើងរកស៊ីជាមួយរីឯខាតនឹងចំណេញវាអាស្រ័យខួរក្បាលមេដឹកនាំយើងទេបើមេដឹកនាំយើងមានខួរក្បាលមិនសំទានគេមិនផឹកទឹកកែងដៃគេហើយខិតខំរកស៊ីជាមួយចិនចាំបាច់ណាចាំបាច់លើការរកស៊ីជាមួយចិនសូមក្រឡេកមើលចុះប្រទេសអាមេរិកកាណាដាអូស្ត្រាលីនូហ្សេឡង់បណ្ដាប្រទេសអឺរ៉ុបជប៉ុនកូរ៉េខាងត្បូងសិង្ហបុរីគ្មានប្រទេសជឿនលឿនលោកសេរីណាមិនរកស៊ីជាមួយចិនទេគ្មានប្រទេសណាបិទទ្វារមិនរកស៊ីជាមួយចិនទេសូម្បីតែឥណ្ឌាតោះគ្នាជាមួយចិនក៏រកស៊ីជាមួយចិនដែរដូច្នេះរកស៊ីជាមួយចិនមិនធ្វើឲ្យប្រទេសមួយក្រឬក៏ដុនដាបទេប្រទេសក្រឬដុនដាបមកពីអ្នកដឹកនាំវាភ្លើហើយចុះថៃវិញតើការខ្សែគប់ខ្សែតកាត់ជាមួយចិនអាចធ្វើឲ្យថៃមានបញ្ហាទេចម្លើយថា yes និង no ឧទាហរណ៍ឲ្យឧទាហរណ៍ចៅណាលោកសរដ្ឋាថវិសិនអតីតនាយករដ្ឋមន្ត្រីនៃគណៈបព្វភឺថៃកាលគាត់ជានាយករដ្ឋមន្ត្រីតើគាត់បានធ្វើអ្វីខុសទេទោះបីគេមិនដែលនិយាយថាគាត់ខុសតែខ្ញុំដែលតាមដាននយោបាយថៃលោកសរដ្ឋាថវិសិនបានធ្វើកំហុសមួយដែលសប្តាហ៍ថ្ងៃនេះថៃទៅជាអ្នកជំងឺអាស៊ីដែលសេដ្ឋកិច្ចធ្លាក់នៅសល់តែ1កណ្ដកសញ្ញា 6% ណាវាក៏មានលោកសរដ្ឋាថវិសិនរួមចំណែកដែរទោះបីម្សិលមិញខ្ញុំនិយាយពីសរដ្ឋាថវិសិនចេញទស្សនៈស្ដារសេដ្ឋកិច្ចថៃតែមិនមែនសរដ្ឋាថវិសិននឹងត្រូវទាំងអស់ទេកំហុសដែលសរដ្ឋាថវិសិនបានធ្វើនៅពេលឡើងធ្វើនាយករដ្ឋមន្ត្រីដំណើរគ្នានឹងហ៊ុនម៉ាណែតណាគឺការអនុញ្ញាតឲ្យរថយន្តអគ្គិសនីសម្រុកចូលប្រទេសថៃការស្វាគមន៍រថយន្តអគ្គិសនីចូលប្រទេសថៃបានបំផ្លាញរបស់ពីរធំទី1គឺបានបំផ្លាញរោងចក្ររាប់រយរោងចក្រដែលទទួលបន្ទុកខាងផលិតបន្លាស់រថយន្តសម្រាប់ចេញលក់បរទេស1 2បានធ្វើឲ្យរថយន្តរោងចក្រតម្លើងរថយន្តបរទេសវិចខ្ចប់ដើរចេញនឹងទី2ទី3ការឲ្យរថយន្តចិនចូលប្រទេសថៃឡង់អត់ជួយឲ្យថៃចម្រើនសេដ្ឋកិច្ចទេបែរទៅជាឲ្យវិនិយោគចិនហ្នឹងរុករៀនទន្ទ្រានលើសេដ្ឋកិច្ចថៃកំហុសមួយនេះធំណាស់ដែលសរដ្ឋាថវិសិនធ្វើមិនមែនមានន័យថាឆ្លាតទាំងអស់ទេអញ្ចឹងការរកស៊ីជាមួយចិនលំបាកដូចរកស៊ីជាមួយអាមេរិកចឹងប៉ុន្តែមិនបើយើងមិនរកស៊ីជាមួយចិនមិនបានដាច់ខាតមិនបានដាច់ខាតណាសាមឌីអូខេត្រូវតែរកស៊ីមួយចិនសាន់ណាណាឆ្លើយអត់បានទេចៅកុំរំខានតាអូខេអូខេបើសិនជាចៅរំខានតាដេញចេញណាចៅណាអូខេបើចៅចូលមកមិនរៀនសូត្រទេកុំខានតាណាសាន់ណាណាសរសេរម្ដងទៀតតាដេញចៅឯងចេញចៅឯងខានឃើញតាណាតាយុចាស់ហើយតាអត់សូវមានពេលទេយូរលេងសើចម្ដងតែអត់លេងសើចរាល់ពេលរាល់វេលាទេអូខេណាចៅសម្លាញ់សម្អាតកងទ័ពខ្មែរក្រហមកើតចេញពីណាហេតុអ្វីបានជាមានវត្តមានកងទ័ពខ្មែរក្រហមកើតចេញពីយួនចប់ចម្លើយប៉ុណ្ណឹងរតនៈ morning ដាងកាណុលម្សិលមិញអូខេម៉ាឡេ
Valentine Day យ៉ាងយូរ3ឆ្នាំទៀតខ្ញុំទៅជម្រាបសួរសុខទុក្ខលោកពូផ្ទាល់ឲ្យបានម្ដងក្នុងជីវិតជាមនុស្សល្អផងណាតើតាយល់ឃើញយ៉ាងណាបើសិនជាយើងឲ្យមានបង្កើតមូលដ្ឋានទ័ពអាមេរិកល្អបើធ្វើបានល្អអត់មានអីជំទាស់ទេជៀនឋានាជំរាបសួររិនតើប្រជាធិបតេយ្យនៅកម្ពុជានិងអាមេរិកស្ថិតនៅក្នុងសភាពដ៏ខុសគ្នានៅអាមេរិកគ្មានប្រជាធិបតេយ្យទេសំទោសនៅកម្ពុជាគ្មានប្រជាធិបតេយ្យទេនៅអាមេរិកមានប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យក៏ក្នុងសភាពការអោនថយប្រជាធិបតេយ្យក្នុងសភាពការអោនថយនៅខ្មែរគ្មានទេខាត់ធូនតើខ្មែរក្រហមដឹកនាំប្រទេសតាមម៉ៅសេតុងមែនទេពាក់កណ្ដាលតាមម៉ៅពាក់កណ្ដាលតាមគំនិតផ្សេង